អាណិតនិងស្រឡាញ់តើគួរជ្រើសរើសយកមួយណាបើយើងនិយាយអំពីអាណិតមានន័យថាពេលខ្លះអត់ស្រឡាញ់ទេឧទាហរណ៍ថាយើងអាចអាណិតសត្វឆ្កែសត្វឆ្មាជ្រូកមាន់ទាគោក្របីដែលវាកំពុងតែរងការលំបាកឬក៏កំពុងតែមានអាសន្នឬក៏កំពុងរងទុក្ខវេទនាអត់មានចំណីអាហារចឹងយើងឃើញយើងអាណិតអាសូរយើងអាណិតអាសូរចំហាយនៃភាពអាណិតអាសូរនឹងគឺធ្វើឲ្យចិត្តយើងស្រពាប់ស្រពោនប៉ុន្តែយើងមិនស្រឡាញ់ទេបើសិនជាការស្រឡាញ់នឹងចង់សម្ដៅថាទៅលើរឿងស្នេហាយើងមិនស្រឡាញ់យើងមិនទៅយកសត្វទាំងអស់នោះឬក៏អ្វីនោះមកជាការស្រឡាញ់ទេតែយើងអាណិតអាសូរហើយម្យ៉ាងវិញទៀតយើងក៏អាចអាណិតអាសូរទៅលើមនុស្សដូចជាយើងអាណិតអាសូរកូនក្មេងកុមារកំព្រាកូនក្មេងទូចស្ត្រីដែលមានការលំបាកឬក៏ចាស់ជរាឬក៏ជនពិការយើងមានការអាណិតអាសូរនៅក្នុងហ្នឹងអញ្ចឹងការអាណិតអាសូរនេះវាជាមនោសញ្ចេតនាមួយដែលយើងបានពិចារណាឬដែលយើងធ្លាប់មាននៅទុក្ខលំបាកបែបហ្នឹងដែរហើយយើងទទួលស្គាល់នៅអារម្មណ៍អញ្ចឹងឬក៏ដោយសារតែនិស្ស័យរបស់យើងគឺជាអ្នកដែលមានសេចក្តីល្អនៅក្នុងខ្លួនជាងកាត់តែជាចិត្តអាណិតអាសូរដល់យើងកើតអាណិតអាសូរអញ្ចឹងមានពេលខ្លះទៅក៏អាណិតអាសូរទៅលើស្ត្រីឬបុរសដល់អាណិតអាសូរយូរទៅបើទៅលើស្ត្រីឬក៏បុរសដែលស័ក្តិសមនឹងយើងដែលយកអាចយកជាគូស្នេហ៍បានក៏អាចនឹងបង្កើតចិត្តស្រឡាញ់តាមក្រោយដែរមុនដំបូងអាណិតអាសូរទេប៉ុន្តែក៏កើតទៅជាសេចក្តីស្រឡាញ់តាមក្រោយប៉ុន្តែនេះបានចំពោះតែបុរសឬក៏ស្ត្រីដែលមានវ័យស្របាក់ស្របាឬក៏ប្រហាក់ប្រហែលយើងនោះទេព្រោះតូចតូនយូរទៅក៏បង្កើតចិត្តស្រឡាញ់ប៉ុន្តែបើសិនជាឲ្យយើងទៅស្រឡាញ់ជាទូទៅនោះគឺអត់ទេសេចក្តីអាណិតអាសូររបស់យើងអាចអាណិតអាសូរជាទូទៅប៉ុន្តែស្រឡាញ់មិនជាទូទៅទេទៅលើបុគ្គលដែលស័ក្តិសមនឹងបង្កើតស្នេហាជាមួយយើងតែប៉ុណ្ណោះចំពោះសេចក្តីស្រឡាញ់វិញតែកាលណាយើងមានសេចក្តីស្រឡាញ់ហើយគឺយើងមានអាណិតអាសូរនៅក្នុងនឹងជាមួយបើយើងមានសេចក្តីអាណិតអាសូរយើងអាចនឹងមិនទាន់មានសេចក្តីស្រឡាញ់ទេស្រឡាញ់អាចកើតឡើងតាមក្រោយទៅលើបុគ្គលដែលមានភាពស័ក្តិសមនឹងយើងប៉ុន្តែបើសិនជាយើងមានសេចក្តីស្រឡាញ់ហើយណាសេចក្តីស្រឡាញ់ហ្នឹងគឺមានអាណិតនៅក្នុងហ្នឹងតែស្រឡាញ់ហើយអាណិតនៅក្នុងហ្នឹងអញ្ចឹងសំណួរសួរថាតើស្រឡាញ់នឹងអាណិតណាធំជាងស្រឡាញ់ធំជាងឲ្យតែជាការស្រឡាញ់ពិតប្រាកដគឺមានសេចក្តីអាណិតអាសូរនៅនឹងគឺមានមនោសញ្ចេតនានៅជាមួយនឹងដូច្នេះសរុបមកវិញគឺការអាណិតអាសូរខ្លះអាចមិនមែនជាការស្រឡាញ់ទេតែគេអាចបង្កើតសេចក្តីស្រឡាញ់ទៅលើបុគ្គលដែលស័ក្តិសមតាមក្រោយពីការអាណិតអាសូរចំណែកការស្រឡាញ់វិញវាត្របល់ត្របាញ់វាមានលបាយនៃសេចក្តីអាណិតអាសូរនៅក្នុងនឹងរួចជាស្រេចហើយដូច្នេះទំហំឬកម្លាំងគឺសេចក្តីស្រឡាញ់នឹងវាមានកម្លាំងធំជាងការអាណិតអាសូរនេះគឺនិយាយអំពីសេចក្តីស្រឡាញ់នៅក្នុងរឿងស្នេហាមិនមែននិយាយអំពីសេចក្តីស្រឡាញ់និងអាណិតអាសូរនៅក្នុងន័យធម្មតាទេ